បាទជំរាបសួរបងប្អូនទាំងអស់គ្នាសូមចែករំលែកបងប្អូនបន្តិចបងប្អូនណាពាក់ព័ន្ធនឹង account Facebook របស់យើងអត់ផ្ញើលេខកូដមកឲ្យបងប្អូនណាដោយសារតែមានគ្នាយើងជួបប្រទះបងប្អូនណាអញ្ចឹងជាដំណោះស្រាយពីខ្ញុំទៅសម្រាប់បទពិសោធន៍របស់ខ្ញុំដោយសារតែមួយរយៈចុងក្រោយ Facebook មានការ update អញ្ចឹងទី1បងប្អូនអាច download WhatsApp របស់ Facebook ហ្នឹងបងប្អូនណាបងប្អូន download WhatsApp ហើយយកមកភ្ជាប់ជាមួយនឹងលេខដែលផ្ញើលេខកូដមកឲ្យហ្នឹងហើយយើងចូលទៅជ្រើសរើសយកឲ្យផ្ញើកូដតាម WhatsApp វិញបងប្អូនណាអាហ្នឹងវិធានការទី1ទី2បងប្អូនណាទី2បងប្អូន change password បងប្អូនណាបងប្អូន change password ទៅបដូរ password បងប្អូនណាបដូរពាក្យសម្ងាត់ណាបដូរពាក្យសម្ងាត់ហើយបងប្អូនរងចាំមួយថ្ងៃឬក៏ស្អែកឡើងចាំធ្វើបន្តទៀតបងប្អូនណាឬក៏មួយទៀតបងប្អូន change password ផងហើយលុប app ណាលុប app Facebook ចេញផងហើយចាំតឡើង down មកសារថ្មីបងប្អូនណាមួយទៀត log out ចេញហើយចាំ log in ចូលវិញក៏បានដែរបងប្អូនណាបើសិនជាបងប្អូនអត់លុប app ទេប៉ុន្តែជាទូទៅបងប្អូនលុប app ចេញមកទៅហើយចាំ log in ចូលសារថ្មីបងប្អូនណាហើយនឹងបដូរពាក្យសម្ងាត់ផងបងប្អូនណាមួយទៀតបងប្អូនណាបងប្អូនអាចចូលទៅបន្ថែម Gmail មួយទៀតបងប្អូនណាចូលទៅបន្ថែម Gmail មួយទៀតទៅដើម្បីក្នុងករណីដែលយើងធ្វើសារក្រោយអាចយើងជ្រើសរើសយក Gmail បានបងប្អូនណាពីច្រើន account Facebook របស់បងប្អូនប្រើតែជាមួយលេខទូរស័ព្ទសុទ្ធអញ្ចឹងអត់ប្រើជាមួយ Gmail អញ្ចឹងរាងពិបាកទេបងប្អូនណាអញ្ចឹងបងប្អូនចូលទៅបន្ថែម Gmail មួយទៅបើសិនជាអត់ទាន់មាន Gmail បងប្អូនណាមានពីខ្ញុំទៅមានប៉ុណ្ណឹងបងប្អូនណាអរគុណច្រើនបងប្អូន